នៅពេលដែលយើងទស្សនីយភាពរបាំព្រះរាជទ្រព្យយើងទាំងអស់គ្នាប្រកាសជាចាប់អារម្មណ៍ទៅនឹងក្បាច់ដៃដ៏ទន់ភ្លន់ល្វត់ល្វន់របស់នាដការដែលកំពុងតែសម្ដែងនៅលើឆាកក្បាច់ដៃដ៏ទន់ភ្លន់ទាំងនោះមិនត្រឹមតែជាក្បាច់ដើម្បីលម្អការរាំនោះទេប៉ុន្តែក្បាច់ទាំងនោះគឺជាភាសាដែលមានទំនាក់ទំនងទៅនឹងអត្ថន័យនៃជីវិតរបស់មនុស្សលោកថ្ងៃនេះនីតិវប្បធម៌និងវិចិត្រសិល្បៈខ្មែរនឹងបង្ហាញអំពីគំនិតព្រមទាំងសារៈសំខាន់ដែលនៅក្រោយក្បាច់ទាំងនោះនៅក្នុងវប្បធម៌ខ្មែររបាំព្រះរាជទ្រព្យមានក្បាច់សរុបប្រហែលចំនួន4500ក្បាច់នីមួយៗប្រៀបបានទៅនឹងពាក្យហើយរួមបញ្ចូលគ្នាបង្កើតបានទៅជាឃ្លាដែលបង្ហាញអំពីទំនាក់ទំនងរវាងអារម្មណ៍រឿងរ៉ាវនិងអបិយជំនឿចលនារបស់ដៃនិងម្រាមដៃបានរៀបរាប់អំពីភាពស្រស់ស្អាតក្តីសង្ឃឹមនិងតុល្យភាពនៅក្នុងសង្គមខ្មែរសម្រស់មិនមែនគ្រាន់តែជាគ្រឿងលម្អសម្រាប់ចក្ខុនោះទេលើសពីនេះសម្រស់តំណាងឲ្យទំនាក់ទំនងរវាងធម្មជាតិមនុស្សនិងសង្គមដើម្បីរាំក្បាច់នីមួយៗឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតនាដការរបាំទាំងអស់ត្រូវតែផ្ដោតអារម្មណ៍ពីរាងកាយទៅកាន់ចិត្តដើម្បីបង្ហាញពីអត្ថន័យដ៏វិសេសវិសាលនៃក្បាច់និងសាច់រឿងទាំងមូលទស្សនៈរបស់ដូនតាខ្មែរដែលបានបង្កើតក្បាច់ទាំងនោះគឺផ្អែកទៅលើមូលដ្ឋាននៃធម្មជាតិពីព្រោះថាមនុស្សយើងកើតឡើងក្នុងធម្មជាតិធម្មវត្តនិងស្លាប់ទៅវិញនៅក្នុងធម្មជាតិនោះឯងដូច្នេះហើយវដ្តជីវិតនៃមនុស្សត្រូវបន្តទៅតាមលំដាប់លំដោយនិងទៅតាមច្បាប់នៃធម្មជាតិពោលគឺកើតចាស់ឈឺស្លាប់នៅក្នុងរបាំព្រះរាជទ្រព្យមានក្បាច់ដៃជាមូលដ្ឋានដែលសម្ដែងចេញជាត្រួយស្លឹកផ្កាផ្លែតំណាងឲ្យកើតចាស់ឈឺស្លាប់ពេលដែលចាស់ក៏ផ្ទុះបែកចេញពីគ្រាប់ធ្លាក់ចុះរួចបន្តដោះបានជាស្លឹកត្រួយផ្កាផ្លែជាបន្តទៀតក្បាច់ទាំងនេះបានបង្រៀនថាមុនពេលដែលយើងស្លាប់យើងទាំងអស់គ្នាត្រូវធ្វើតាមច្បាប់ធម្មជាតិដូចជាផ្លែឈើដែលទុំហើយផ្ទេរគ្រាប់ពូជទៅកាន់ជំនាន់បន្ទាប់នៅក្នុងន័យនេះរបាំមិនមែនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេលើសពីនេះវាជាមេរៀនមួយអំពីធម្មជាតិនិងមនុស្សជាតិនៅពេលបច្ចុប្បន្ននេះភាសានៃក្បាច់ដៃបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិខ្មែរនាដការរបាំនាសម័យនេះបានភ្ជាប់ខ្លួនទៅកាន់អតីតកាលដ៏រុងរឿងនិងទំនាក់ទំនងទៅកាន់អាទិទេពព្រមទាំងរំលឹកដល់ទស្សនិកជនថាជីវិតគឺជាវដ្តនៃការកើតលូតលាស់និងការកើតឡើងថ្មីលើសពីនេះក្បាច់ដៃនេះបង្រៀនឲ្យយើងដឹងថារាល់ដំណាក់កាលនៃជីវិតសុទ្ធតែមានអត្ថន័យ